ណែឯងឈប់សិនយើងមានរឿងចង់និយាយជាមួយឯងឲ្យដឹងគ្នាម្ដងឯងបានទៅប្រាប់អ្នកផ្សេងថាប្រពន្ធយើងធ្វើម្ហូបគ្មានអនាម័យឯងធ្វើឲ្យប្រពន្ធយើងត្រូវបាក់មុខឯងបាននិយាយបំភ្លើសមកលើប្រពន្ធយើងច្រើនណាស់ទេខ្ញុំបាននិយាយបំភ្លើសឯណាខ្ញុំនិយាយថាប្រពន្ធឯងស្អាតអន្តើឯងស្ដាប់អ្នកណាមកហ្នឹងខ្ញុំមិនបានបំភ្លើសទេខ្ញុំទៅវិញហើយឯងជឿគេទៅមិនបាច់មកជឿខ្ញុំទេឯងទៅមិនទាន់បានទេអញនិយាយមិនល្អពីប្រពន្ធយើងអញត្រូវតែសុំទោសប្រពន្ធយើងសិនបើអញមិនចង់ទៅផ្ទះវិញទឹកឈាមតាមមាត់រឿងឃើញ10និយាយ100នៅក្នុងផ្ទះបាយដែលមានអ្នកកំពុងតែរៀបចំបាយម្ហូបដាក់នៅលើតុរួចរាល់ហើយស្រាប់តែមានសត្វកន្លាតបានហោះចូលមកក្នុងចានម្ហូបនេះស្របពេលនោះបុរស2នាក់បានដើរចូលមកដល់ប្រពន្ធខ្ញុំរៀបចំបាយទឹកសម្រាប់យើងរួចហើយនាងប្រកែធ្វើម្ហូបណាមើលទៅទំនងដែរទេទំនងស្អីឯងមើលទៅកន្លាតនៅក្នុងចានម្ហូបអញចេះមើលប្រពន្ធអញសោះអូនបងខំនាំភ្ញៀវមកបាយផ្ទះយើងហេតុអីអូនអញលក់មុខបងយ៉ាងហ្នឹងអូនអញចង់ឲ្យបងខឹងខ្លាំងណាស់មែនទេបងខ្ញុំគ្មានចេតនាចង់ឲ្យវាខ្លាចទៅជាបែបនេះទេគឺខ្ញុំបានបាញ់ថ្នាំមកហើយក៏ផ្អើលចេញសត្វកន្លាតមកច្រើនបែបនេះវាហោះហើរចេញមកណាខ្ញុំមិនបានតាំងចិត្តថាធ្វើបាយម្ហូបទទួលភ្ញៀវបងបែបនេះទេអូនឯងលក់មុខប្តីណាស់គ្មាននរណាគេចូលហូបទៀតទេបើបាយម្ហូបត្រូវសัตว์កន្លាតវាចូលម្ហូបមុនហើយនោះយូរទៅកាន់តែយ៉ាប់ទៅគ្រាន់តែពឹងរៀបចំបាយទឹកទទួលមិត្តភ័ក្តិបងក៏មិនបានណាហើយកុំបន្ទោសប្រពន្ធអញអីនាងបានបកស្រាយរួចហើយតាថានាងក៏មិនចង់ឲ្យខ្លាយទៅជាបែបនេះដែរវាជារឿងចៃដន្យទេយើងហូបអង្កើតយើងចោលឲ្យធ្វើថ្មីទៅកុំបន្ទោសប្រពន្ធឯងអីនាំតែធ្វើឲ្យនាងអន់ចិត្តទេហើយអញ្ចឹងឯងទៅផ្ទះឯងសិនទៅខ្ញុំត្រូវការនិយាយជាមួយប្រពន្ធខ្ញុំពីរឿងនេះសិនហ្នឹងហើយនិយាយស្រួលបួលទៅណាព្រោះយើងជាប្តីប្រពន្ធនឹងគ្នាទេមិត្តភ័ក្តិរបស់គេបានចាក់ចេញទៅទើបពុងចាប់ផ្ដើមនិយាយជាមួយប្រពន្ធអូនឯងឃើញអត់ថាអ្វីដែលអូនឯងធ្វើប្រហែលមិនយកចិត្តទុកដាក់គឺវាអញ្ចឹងធ្វើម្ហូបឆ្អិនហើយអូនឯងគួរតែគ្របវាឲ្យបានស្រួលបួលមិនគួរបើកទុកចោលអញ្ចឹងទេឥឡូវហូបលេងកើតទៅហើយក្លិនកន្លាតពេញម្ហូបតែម្ដងមុនធ្វើការអីមួយមិនចេះគិតទេហេតុអីក៏មកបាញ់ថ្នាំកន្លាតចំថ្ងៃដែលមិត្តភ័ក្តិបងមកលេងអញ្ចឹងខ្ញុំចង់រៀបចំផ្ទះឲ្យស្អាតហើយកន្លែងខ្លះណាវាសុទ្ធតែមូសព្រោះតែអញ្ចឹងហើយខ្ញុំក៏សម្រេចចិត្តបាញ់ថ្នាំមូសដើម្បីឲ្យមិត្តភ័ក្តិបងអង្គុយហូបបាយបានស្រួលហើយកុំឲ្យមូសខាំនោះអីបងខកចិត្តចំពោះអូនឯងណាពេលអូនធ្វើឲ្យបងបាក់មុខនៅចំពោះមុខមិត្តភ័ក្តិបងខ្ញុំមិនមានចេតនាទេណាបងបើខ្ញុំដឹងថារឿងកើតឡើងអញ្ចឹងនោះខ្ញុំមិនធ្វើដូចគ្នាបងហួសចិត្តណាស់ពុងបានដើរចេញពីក្នុងផ្ទះបាយផ្លេតតែម្ដងហើយខ្ញុំហាមសត្វនឹងមិនបានទេបើវាអត់ចេះស្ដាប់ភាសាមនុស្សផងហ្នឹងពុងអង្គុយនៅក្នុងបន្ទប់ទទួលភ្ញៀវសំឡេងរថយន្តក៏បានបន្លឺនៅមុខផ្ទះបន្តិចក្រោយមកកូនស្រីរបស់គេក៏បានរត់ចូលមកដល់ក្នុងផ្ទះផ្លេតជំរាបសួរប៉ាកូនមកពីសាលាវិញហើយកូនស្រីប៉ាមកដល់ផ្ទះហើយហីម៉ោងប្រហែលហើយទេប៉ាភ្លេចចាប់អារម្មណ៍តែកូនស្រីប៉ាដល់ម៉ោងចេញពីសាលាមិនបាច់ទៅទទួលកូនទេព្រោះកូនមកដល់ផ្ទះហើយឡានសាលាជូនកូនមកដល់ផ្ទះប៉ាប៊ីសទៅភ្លេចថាកូនស្រីប៉ាមានរថយន្តជូនមកដល់ផ្ទះកូនឃ្លានបាយហើយនៅអត់តាន់ឃ្លានទេប៉ាចាំម៉ាក់នៅឯណាទេកូនអត់តាន់ឃើញម៉ាក់អញ្ចឹងម៉ាក់កូនរៀបចំផ្ទះបាយកូនទៅជួយម៉ាក់សិនអ្នកគ្រូបង្រៀនថាពេលមកដល់ផ្ទះត្រូវជួយការងារផ្ទះទោះបីធ្វើបានតិចតួចក៏ដោយឆ្លាតណាស់តែកូនត្រូវតែទៅផ្លាស់សម្លៀកបំពាក់ជាមុនសិនណាកូនកុំឲ្យប្រឡាក់ឯកសណ្ឋានកូនរៀនម៉ាក់កូននឹងពិបាកបោកសម្អាតចាប៉ាកូនស្រីរត់ទៅបន្ទប់ផ្លាស់សម្លៀកបំពាក់អូនកូនយើងមកពីសាលាវិញហើយអូនឯងកំពុងតែធ្វើអីហ្នឹងខ្ញុំរៀបចំបាយសម្រាប់កូនបងចង់ចេញទៅបាយខាងក្រៅក៏បានខ្ញុំបាយផ្ទះពីអ្នកកូនបានហើយកុំឌឺបងយើងជាគ្រួសារបើមិនបាយជុំគ្នាចង់ឲ្យបងបាយផ្សារតែម្នាក់ឯងហីវាដូចជាកដោចកដែងណាខ្ញុំស្មានថាបងនៅខាងជាមួយខ្ញុំហើយចង់ទៅបាយនៅផ្សារអន្តាមិនបាច់មកឌឺបងទេស្របពេលជាមួយគ្នានោះកូនស្រីអ្នកទាំងពីរបានចេញពីក្នុងបន្ទប់មកម៉ាក់មានអីចង់ឲ្យកូនជួយទេកូនចង់ជួយម៉ាក់ធ្វើការងារផ្ទះម៉ាក់អត់មានអីឲ្យកូនធ្វើទេម៉ាក់ចង់ឲ្យកូនប្រឹងរៀនណាធ្វើជាកូនល្អរបស់ប៉ាម៉ាក់ហើយក៏ស្ដាប់បង្គាប់លោកគ្រូអ្នកគ្រូដែរណាចាម៉ាក់
កូននឹងស្ដាប់បង្គាប់អត់រឹងរូសដោយប៉ាទេ ប៉ារឹងរូសស្អីប៉ាជាមនុស្សចាស់ប៉ាជជែករកដំណោះស្រាយតែកូននៅក្មេងមានតួនាទីរៀនសូត្រហើយស្ដាប់បង្គាប់ តែប៉ាអត់ស្ដាប់បង្គាប់ម៉ាក់ផង រឿងប៉ាផ្សេងមនុស្សចាស់គឺដោយមនុស្សចាស់កូនកុំយកអ្វីដែលមិនល្អមកដាក់នៅក្នុងការគិតរបស់កូនកូនយកតែចំណុចល្អបានហើយកូនប៉ាចង់ឲ្យកូនគឺជាក្មេងល្អទោះបីជាប៉ាមិនមែនជាក្មេងល្អកាលប៉ានៅវ័យប៉ុនកូនក៏ដោយសម័យកាលយើងគឺវាខុសគ្នាណាកូន អូខេកូនយល់ហើយណាប៉ាម៉ាក់តោះទៅញ៉ាំបាយកូនមានរឿងនិយាយប្រាប់ម៉ាក់ពេលកូននៅសាលាចាកូនពីអ្នកម្ដាយកូនបានបណ្ដាគ្នាចេញទៅពងបានទៅតាមក្រោយដូចគ្នានាពេលរាត្រីក្រែនៅក្នុងក្លឹបក្រេបសូរ៉ាជាមួយមិត្តភ័ក្តិរបស់គេហើយបានបន្លឺឡើង ថ្ងៃនេះយើងបំរុងទៅបាយផ្ទះពងតែពេលចូលទៅឃើញម្ហូបមានកលាត់មានសក់យើងលេបលេងចូលត្មងប្រពន្ធវាធ្វើម្ហូបគ្មានអនាម័យសោះយើងឃើញហើយរៀងចានលេងទៅបាយផ្ទះវាទៀតហើយវាចេះយកប្រពន្ធវាជាប់ដែរធ្វើម្ហូបបែបនេះឲ្យវារាល់ថ្ងៃឈឺដេកពេទ្យញឹកញាប់ណាស់បើគ្មានអនាម័យអញ្ចឹងនោះមែនទែនក៏អីបើប្រពន្ធវាធ្វើម្ហូបដូច្នេះឲ្យវាហូបដឹងតែកើតរោគស្លាប់ហើយរៀកមួយថ្ងៃប្រមាណដងទេវៃអាណិតវាណាស់យើងនិយាយជាការពិតវាបបួលយើងទៅបាយផ្ទះវាតែពេលឃើញម្ហូបមានកលាតបាយសតទៅសក់ហើយអត់ចេះសម្អាតផ្ទះបាយទៀតណានៅតែផ្ទះគឺនៅមែនបើយើងបានប្រពន្ធដូចវាអញ្ចឹងអត់នៅជាមួយគ្នាបានយូរទេមកពីអញ្ចឹងហើយបានជាឯងអត់មានប្រពន្ធគេសោះអញ្ចឹងហ៎ពេលយកប្រពន្ធឲ្យចេះមើលផងណាកុំចេះតែចង់បានពេកយើងដឹងហើយអារឿងហ្នឹងនោះកុំភ័យ នាថ្ងៃបន្ទាប់នៅក្នុងបន្ទប់ធ្វើការរបស់ពងបន្ទាប់ពីនិយាយការងាររួចផុងក៏បានសួរទៅកាន់ពងពេលពួកគេនៅតែពីរនាក់ យើងសួរឯងរឿងមួយពីម្សិលឯងនាំអាក្រែនទៅបាយផ្ទះឯងមែនទេហ្នឹងហើយខ្ញុំនាំគេទៅបាយផ្ទះខ្ញុំដោយសារតែពួកយើងពិភាក្សាការងាររួចវាល្ងាចល្មមបានជាខ្ញុំចង់ឲ្យគេបាយជាមួយគ្នាវាបាននិយាយថាប្រពន្ធឯងធ្វើម្ហូបគ្មានអនាម័យសត្វកលាតនៅក្នុងម្ហូបសក់នៅក្នុងបាយផ្ទះបាយក៏ក្រិចមិនចេះសម្អាតវាប្រាប់យើងអញ្ចឹងយើងនិយាយតាមវាទេតើបែបនេះឬក៏អត់យើងចង់ទៅឃើញដល់ហើយមានមាត់ចេះតែនិយាយមែនហ្មងកលាតក្នុងម្ហូបវាជារឿងចៃដន្យទេដោយសារតែប្រពន្ធយើងនេះបាញ់ថ្នាំសម្លាប់មូសទើបបានជាសត្វទាំងនោះវាចេញមកបន្ថែមលបោយច្រើនណាស់ណោះផ្ទះខ្ញុំប្រពន្ធស្អាតទាំងក្នុងទាំងក្រៅរៀបចំទុកដាក់ស្អាតភ្លឹងជាមិត្តនឹងគ្នានិយាយប្រឌិតបន្ថែមលបោយបែបនេះវាមិនមែនជារឿងល្អទេយើងនិយាយតាមវាដែរទេណាឯងអាចទៅសួរវាបានយើងអត់បានប្រឌិតឬក៏បន្ថែមអីទេអរគុណហើយពេលបានជួបយើងនឹងសួរពីរឿងនេះព្រោះយើងមិនចង់ឲ្យអ្នកណាមកមួលបង្កាច់ប្រពន្ធយើងទេខូចឈ្មោះប្រពន្ធយើងអស់ហើយ ក្រែនបានមកដល់ផ្ទះអ្នកជិតខាងរបស់មុនលីគេចូលទៅខាងក្នុងផ្ទះនោះនិងបានសួរឡើង ហេផ្ទះអូនឯងនៅនឹងសោះជាប់ផ្ទះមិត្តភ័ក្តិបងជាអ្នកជិតខាងគ្នាទៀត មិត្តភ័ក្តិបងឯងនៅហ្នឹងហ៎ស្រួលហើយអញ្ចឹងចង់មកអីឲ្យបលេងតែខ្ញុំនិងមិត្តភ័ក្តិបងឯងបាន ពីម្សិលមិញបងមកបាយផ្ទះមិត្តភ័ក្តិបងតែអូនឯងដឹងទេថាប្រពន្ធវាធ្វើម្ហូបអត់អនាម័យទេកលាតចូលក្នុងម្ហូបក៏ដុលរត់ពេញផ្ទះបាយបងឃើញឆ្អែតបាយរត់មកផ្ទះវិញតែម្ដងមិនដូចអូនទេអូនធ្វើម្ហូបគួរឲ្យចង់ហូបណាស់ ខ្ញុំមិនដែលដឹងពីរឿងនេះតតែសោះបងអង្គុយលេងសិនទៅខ្ញុំទៅយកទឹកមកឲ្យបងពិសាណា បាទបងកំពុងអាស្រែកទឹកផង នួនបានទៅយកទឹកមកឲ្យគេភ្លាមនាងក៏បានបន្លឺឡើងបងចាប់បងឯងពេលណាយកប្រពន្ធទៅ បងយកប្រពន្ធតលតែគេចេះទុកដាក់ស្រឡាញ់មើលថែបងមិនក្បាត់បងដូចអ្នកចាស់សង្សារបងក្បាត់បងតាក់តងជាមួយអ្នកថ្មីផ្សេងទាំងដែលពួកយើងកំពុងតែតាក់តងគ្នាហើយតែងតែយកប្រាក់បងទៅដើរលុយឆាយជារៀងរាល់ខែឲ្យតែបងបើកប្រាក់ខែមកគឺទេមកសុំហើយមកលេងផ្ទះបងមិនចេះដាំបាយធ្វើម្ហូបទេឲ្យបងនេះជាអ្នកធ្វើឲ្យហូបទៀតនៅជាមួយបងបន្ទប់ក៏មិនចេះសម្អាតធ្វើឲ្យបងវេទនាណាខ្ចីលុយគេឲ្យបងតាមសងចំនួនទៀតបងរៀងចាលហើយពេលបងប៉ះមនុស្សស្រីបែបហ្នឹងនោះបងសង្ឃឹមថាអូនមិនដូចអ្នកមុនទៅចុះណាបងរអា ខ្ញុំក៏រអាដែលជួបបងឯងចាប់ពីថ្ងៃនេះទៅណាយើងមិនបាច់ជួបគ្នាទៀតទេយើងបញ្ចប់គ្នាត្រឹមនេះចុះ
ខ្ញុំមិនប្រាថ្នាបរោះដូចជាបងឯងទេវាគួរឲ្យខ្លាចខ្លាំងណាស់ខ្ញុំស្ដាប់ហើយតឹងទ្រូងមិនដឹងថាអ្នកមុនគេទ្រាំយ៉ាងម៉េចខ្លះទេតែខ្ញុំអត់ទ្រាំទេណាចេញពីផ្ទះខ្ញុំបានហើយខ្ញុំអត់យល់ទេបរោះដូចជាបងឯងនោះមិនត្រឹមត្រូវជាមួយទេបងខំរៀបរាប់ប៉ុណ្ណឹងហើយអូនមិនជឿបងទេអីបងល្អប៉ុណ្ណឹងដែរបើមិននៅជាមួយទៀតចប់ហើយបានហើយបងកុំខ្វះមនុស្សដែលគេត្រូវការបងដែរ និយាយចប់ហើយគេក៏បានចាក់ចេញទៅវឹងរៀបរាប់តែតួកំសត់ដាក់ឲ្យខ្លួនឯងច្រើនចឹងណាខ្ញុំអត់ប្រាថ្នាទេតើមនុស្សស្រីណាដែលហ៊ាននៅជាមួយបើជួបបុគ្គលបែបនេះទម្លាក់កំហុសលើមនុស្សស្រីទាំងដុលចេញពីផ្ទះនឿនក្រែនក៏បានជិះម៉ូតូកាត់មុខផ្ទះមុនលីនាងក៏បានហៅគេជាការរែកតែបងតាណាហ្នឹងបងមកជួបសង្សារបងដែលគេនៅក្បែរនេះដែរនិយាយទៅគឺយ៉ាប់ណាស់បងមិនអាចបន្តនៅជាមួយគេបានទៀតទេមនុស្សស្រីអីមិនចេះរៀបចំទុកដាក់សោះក្នុងផ្ទះចូលទៅរីប៉ាយក្លិនក្នុងផ្ទះក៏មិនល្អទៀតឥឡូវបងសុំបែកជាមួយគេបាត់ហើយប្រុសតែអញ្ចឹងហ៎អូចាខ្ញុំដឹងហើយអូនឯងដឹងអីទៀតទេគេគ្រាន់តែជួបបងមិនទាន់បានប្រមាណផងមកសុំលុយបងបាត់ទៅហើយបើបែបនេះអីបងមិននៅជាមួយទេឃើញមុខសុំលុយអញ្ចឹងនោះចាប់បងពិតជាខកចិត្តមែនរំពេចនោះរថយន្តរបស់ពុងបានបើកមកដល់ល្មមពុងក៏បាននិយាយជាមួយមិត្តភ័ក្តិណែឯងឈប់សិនយើងមានរឿងចង់និយាយជាមួយឯងឲ្យដឹងគ្នាម្ដងឯងបានទៅប្រាប់អ្នកផ្សេងថាប្រពន្ធយើងធ្វើម្ហូបគ្មានអនាម័យឯងធ្វើឲ្យប្រពន្ធយើងត្រូវបាក់មុខឯងបាននិយាយបំភ្លើសមកលើប្រពន្ធយើងច្រើនណាស់ទេខ្ញុំបាននិយាយបំភ្លើសឯណាខ្ញុំនិយាយថាប្រពន្ធឯងស្អាតអន្តើឯងស្ដាប់អ្នកណាមកហ្នឹងខ្ញុំមិនបានបំភ្លើសទេខ្ញុំទៅវិញហើយឯងជឿគេទៅមិនបាច់មកជឿខ្ញុំទេឯងទៅមិនទាន់បានទេឯងនិយាយមិនល្អពីប្រពន្ធយើងឯងត្រូវតែសុំទោសប្រពន្ធយើងសិនបើអញមិនចង់ទៅផ្ទះវិញទាំងឈាមតាមមាត់សុំទោសក៏បានដែរខ្ញុំសុំទោសខ្ញុំទៅហើយប្រឹងជឿគេទៅឯងថាចប់គេក៏បានចាក់ចេញទៅភ្លេមានរឿងអីគេម្នាក់នោះនិយាយមិនល្អពីអូនបំភ្លើសពីតិចទៅច្រើនធ្វើឲ្យបងមិនពេញចិត្តទេពេលបងឮអ្នកផ្សេងនិយាយបំភ្លើសពីប្រពន្ធបងដូច្នេះនោះទាំងដែលការពិតប្រពន្ធបងមិនមែនដូចអ្វីដែលគេបាននិយាយទេឲ្យគេនិយាយអីស្រេចតែគេទេខ្ញុំមិនដូចមាត់គេទេមនុស្សបែបនេះបងមិនគួររាប់អានទៀតនោះទេបងមិនរាប់អានមនុស្សដូចនេះទេនិយាយមិនល្អពីប្រពន្ធបងតើបងត្រូវរាប់អានគេធ្វើអីទៀតចាប់បងរំពេចនោះរថយន្តដឹកសិស្សបានមកដល់កូនរបស់ពួកគេក៏បានចេញពីក្នុងរថយន្តរត់មករកឪពុកម្ដាយជំរាបសួរប៉ាម៉ាក់កូនស្រីប៉ាចាញ់ពីរៀនហើយថ្ងៃនេះហត់ទេកូនអត់ហត់ទេម៉ាក់កូនចង់ញ៉ាំបង្អែមម៉ាក់ធ្វើឲ្យកូនញ៉ាំផងបានទេចាបានចូលទៅក្នុងផ្ទះទៅណាកូនសម្លាញ់ឪពុកម្ដាយនិងកូនដឹកដៃគ្នាចូលទៅក្នុងផ្ទះក្រេនមកដល់ផ្ទះវ៉ាលីនៅមុខផ្ទះព្រមជាមួយនឹងអីវ៉ាន់របស់គេយ៉ាងច្រើនអីវ៉ាន់របស់ខ្ញុំតាហើយមិនក៏យកមកដាក់នៅក្រៅផ្ទះអីច្រើនយ៉ាងនេះតើវាមានរឿងអីទៅស្របពេលជាមួយគ្នានោះម្ចាស់ផ្ទះជួលបានដើរកាត់គេក៏បានប្រញាប់ផៅភ្លេចែមិនក៏អីវ៉ាន់ខ្ញុំនៅក្រៅផ្ទះអញ្ចឹងចែហេតុអីក៏ចែចេះចាញ់ចូលផ្ទះខ្ញុំម្លេះទោះបីជាខ្ញុំជាអ្នកជួលផ្ទះចែក៏ដោយតែចែគួរតែគោរពសិទ្ធិរបស់ខ្ញុំព្រោះតែខ្ញុំជាអ្នកជួលវាហើយខ្ញុំជួយរៀបចំអីវ៉ាន់ឲ្យហើយនៅខុសទៀតមែនទេព្រោះលោកត្រូវចេញពីទីនេះហើយទុកអីវ៉ាន់នៅនឹងទៀតដើម្បីអីទៅចាញ់យ៉ាងម៉េចបើមិនតាន់ផុតកុងត្រាផងហ្នឹងខ្ញុំមិនចាញ់จะដាច់ខាតទោះមិនតាន់ផុតកុងត្រាក៏ខ្ញុំឲ្យចេញដែរខ្ញុំមិនឲ្យនៅបន្តទៀតទេមនុស្សអីនៅផ្ទះគេហើយមាត់ដាច់ទៀតនិយាយស្ដីមិនសមរម្យលើកតែខ្លួនឯងនិយាយអាក្រក់ពីអ្នកដទៃណែយកលុយកាក់របស់លោកទៅវិញចោះខ្ញុំមិនចង់បានទេហ៎ខ្ញុំសុកចិត្តដាក់ជួលឲ្យអ្នកផ្សេងប្រសើរជាងជួលឲ្យលោកចែធ្វើអញ្ចឹងវាដូចជាហួសហេតុពេកហើយយ៉ាងហោចណាស់គួរតែទុកពេលឲ្យខ្ញុំរកកន្លែងថ្មីសិនទៅមិនគួរដេញក៏ដេញភ្លាមនោះទេតែខ្ញុំទៅដេកនៅកន្លែងណាទៅបើចែដេញភ្លាមអញ្ចឹងនោះចែយល់មុខខ្ញុំផងទៅណាចាត់ទុកថាមនោសញ្ចេតនារវាងយើងដែលធ្លាប់មានជាមួយគ្នាមនោសញ្ចេតនាអីខ្ញុំមិនធ្លាប់មានជាមួយលោកទេអញ្ចឹងរើចេញពីទីនេះទៅខ្ញុំមិនត្រូវការអ្នកនៅក្នុងផ្ទះខ្ញុំមានអត្តចរិតបែបនេះទេផ្ទះមិនស្អាតសុទ្ធតែសម្រាប់ស្អុយគ្រប់កន្លែងផ្ទះសម្បត្តិទ្រព្យខ្ញុំគឺខ្ញុំស្រឡាញ់ណាស់បើនៅមិនជួយថែមិនបាច់នៅទេខ្ញុំឲ្យអ្នកផ្សេងគេនៅដែលគេចេះមើលថែទាំរក្សាប្រសើរជាងជួលឲ្យលោកចេញពីទីនេះទៅចាំទុកទៅចែ
ខ្ញុំនឹងមិនមកជន់កន្លែងនេះទៀតទេខ្ញុំខ្ពើមខ្លាំងណាស់ ខ្ញុំអរណាស់ពេលដែលបានឮពាក្យទាំងនេះនោះណែអញ្ជើញចេញទៅក្រេនបានប្រមូលអីវ៉ាន់របស់គេហើយក៏បានចាកចេញទៅនេះហើយជាទង្វើដែលតបស្នងមករកគេវិញនិយាយបំភ្លឺបំភ្លៃខុសពីការពិត